យើងជាច្រើនយើងនិយាយក្នុងខ្មែរយើងនិយាយមិនចេះបីក្នុងខ្មែរក៏យល់ទៅហើយក្នុងសំចៃបល័យសាស្ត្របរទេសនេះនៅក្នុងវិទ្យាជាបែបបច្ចេកទេសបីសំខាន់ណាសំខាន់សូមក្រាបថ្វាយបង្គំចំពោះចាស់គ្រូគណៈការចំពោះលោកម្ចាស់លោកសេចក្តីប្រាថ្នាចំពោះសក្តិវិទ្យាល័យអាទិបណ្ដាំអង្គវិទ្យាល័យសិក្សា2ទ្រឹស្ដីវិសាលវិទ្យានៃការសិក្សាទី2ជាបន្តសូមដល់ស្នូកម្ដងទី1ហើយទៅតាមជាការកំណត់យមន័យទៅបានចាត់ទុកជាភាពស្មុគស្មាញបំផុតក្នុងទ្រឹស្ដីវិសាលវិទ្យាភាពស្មុគស្មាញនៃការកំណត់យមន័យពាក្យដែលទី1នោះគឺមានលក្ខណៈវិនិច្ឆ័យសកលមានលក្ខណៈវិនិច្ឆ័យដែលអាចរកចំណុចបានឡើយបើយើងបានយមន័យពាក្យសូវិជាដែលថាសំឡេងវាអាចនឹងមិនស្របគ្នាជាមួយនឹងលក្ខណៈរូបស័ព្ទជាទម្រង់ពាក្យឬសម្ព័ន្ធដែលថាមុខងារក្នុងបាក់ទេទម្រង់ភាសារបស់គ្នាគឺនៅក្នុងភាសាមិនសមដូចជាអង់គ្លេសនិយាយចំណាំដោយសារតែជាមានជាការដកឃ្លានិងរូបស័ព្ទបែបគ្រូតែក្នុងភាសាឯកសារបន្ស៊ីដូចជាភាសាខ្មែរมันមានជាការដកឃ្លាវាពាក្យនៅក្នុងការសរសេរទេឲ្យពាក្យខ្លះជាពាក្យសំឧទាហរណ៍ដូចជាតកកនិងឡានឈ្នួលមកឲ្យពិបាកតែបែងចែកពាក្យនៅក្នុងភាសាអង់គ្លេសដែលគេប្រើតែមួយពាក្យនោះមានដូចជាពាក្យ Don តាមនេះគេប្រើតែមួយសោះទេគឺវាមានភាពប៉ះពាល់សំណាងហើយមួយទៀតគឺវាមានពីរ Don មកវាពាក្យdo not អញ្ចឹងវាមានពាក្យពីរសូរអញ្ចឹងពាក្យ Don គឺវាមានតែមួយសូរទេតែពាក្យ do not គឺវាមានពីរសូរវា do ហើយនិង not ហើយភាពសម្ពេច7នៃផ្នែករូបស័ព្ទនេះជារឿយៗវាមានភាពសម្ពេច7និងវិបាកបែងចែកយ៉ាងខ្លាំងថាតើឯកសារមួយនោះជាពាក្យឯករាជ្យពិតប្រាកដឬគ្រាន់តែជាចំណែកមិនអាចដាច់ចេញពាក្យនៃពាក្យដូចជាពាក្យ not ឬវិបាកស័ព្ទអរគុណមកដែលនេះសាច់ជេនេះហើយនេះเป็นហើយតែគេចំពោះនៃសន្និដ្ឋានគូសំណុំទី1ការសំណុំយមន័យពាក្យមានរូបមន្តនៅលក្ខណៈវិនិច្ឆ័យសកលណាមួយដែលអាចកាត់សេចក្តីបានទាំងស្រុងនោះទេវាស្មុគស្មាញនេះកើតឡើងដោយសារទម្រង់ភាសាវិទ្យានៅលើពិភពលោកមានភាពខុសគ្នាដូចជាភាសាខ្មែរដែលមានសរសេរដកឃ្លានិងមានពាក្យផ្សំច្រើនដែលធ្វើឲ្យខ្លួនឯងរវាងពាក្យនិងក្រុមពាក្យឬក៏រូបស័ព្ទហ្នឹងមានភាពសុពេច7និងអាស្រ័យទៅតាមការវិភាគរបស់ទស្សនៈជាតិមួយចូលដល់សំណួរតចូលដល់សំណួរទី2គឺក្នុងបង្ហាញអំពីភាពខុសគ្នារវាងទស្សនៈសោជានិងទស្សនៈសម្ព័ន្ធវិទ្យាហើយតាមកន្លែងណាដែលកំណត់សម្ព័ន្ធនៃអត្តសញ្ញាណនៃពាក្យទាំងពីរហ្នឹងខុសគ្នាបែបណាចូលដល់ការប្រៀបធៀបដើម្បីឲ្យយើងដឹងថាលក្ខណៈនេះមានខុសគ្នាដូចបីដូចជាលក្ខណៈវិនិច្ឆ័យមានការកំណត់សញ្ញាសម្ព័ន្ធនិងចំណុចខ្សោយដូចជាការកំណត់នៃទស្សនៈសោវិទ្យាគឺសំដៅទៅលើពាក្យសោគឺសំដៅទៅលើសោរបស់ពាក្យដល់ពេលសម្ព័ន្ធវិទ្យាគឺកំណត់សម្ព័ន្ធទៅលើពាក្យស័ព្ទគឺជាពាក្យណាមួយដែលនៅតែឯងឬមួយក៏ពាក្យមួយដែលមានន័យតែឯងឬក៏ទៅឆ្លាក់ទៅជំនួសកន្លែងវេយ្យាករណ៍ណាមួយបានឧទាហរណ៍ដូចជាពាក្យខ្ញុំទៅសាលាចាំពាក្យទៅនោះគឺអាចវាមានទៅនោះនៅរបៀបគឺយើងនឹងថាការធ្វើដំណើរទៅហើយដល់ពេលមកជំនួសកន្លែងវេយ្យាករណ៍ខ្ញុំទៅសាលា